ប្រជាពលរដ្ឋក្រុងតាខ្មៅផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសម្រាមថ្មីរបស់សាលាក្រុងដោយស្នើសុំរក្សាតម្លៃចាស់ប្រជាពលរដ្ឋក្រុងតាខ្មៅកំពុងបង្ហាញការមិនពេញចិត្តនិងផ្ទុះប្រតិកម្មយ៉ាងខ្លាំងជុំវិញការដំឡើងថ្លៃសេវាប្រមូលសម្រាមថ្មីរបស់រដ្ឋបាលក្រុងពួកគាត់បានលើកឡើងពីការភ្ញាក់ផ្អើលនិងការលំបាកក្នុងការទទួលយកតម្លៃថ្មីនេះដែលកើនឡើងខ្ពស់ជាងតម្លៃចាស់កាលពីពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជនការមិនពេញចិត្តនេះត្រូវបានសម្ដែងឡើងតាមរយៈបណ្ដាញសង្គម Telegram ក្រុមជជែកតាមហាងកាហ្វេនិងការជួបជុំពិភាក្សាគ្នានៅតាមផ្ទះពួកគាត់បានចោទជាសំណួរថាតើហេតុអ្វីបានជាតម្លៃសម្រាមកើនឡើងពី3ទៅ4ដងបន្ទាប់ពីរដ្ឋបាលក្រុងចូលគ្រប់គ្រងខណៈដែលកាលពីក្រុមហ៊ុនឯកជនគ្រប់គ្រងតម្លៃសមរម្យជាងនេះទៅទៀតពួកគាត់បានស្នើឲ្យរដ្ឋបាលក្រុងតាខ្មៅពិចារណាឡើងវិញនិងរក្សាតម្លៃដូចដើមប្រជាពលរដ្ឋនៅភូមិព្រែកហូលិចសង្កាត់ព្រែកហូបានលើកឡើងថាកាលពីពេលក្រុមហ៊ុនសិនទ្រីគ្រប់គ្រងសេវាសម្រាមសម្រាប់ផ្ទះទូទៅមានតម្លៃចាប់ពី 8,000 រៀលទៅ 10,000 រៀលក្នុងមួយខែរីឯផ្ទះលក់ដូរមានតម្លៃពី 10,000 រៀលទៅ 20,000 រៀលប៉ុន្តែបន្ទាប់ពីរដ្ឋបាលក្រុងតាខ្មៅចូលគ្រប់គ្រងតម្លៃបានកើនឡើងដល់ 10,000 រៀលទៅ 14,000 រៀលសម្រាប់ផ្ទះខ្លះរហូតដល់ 32,000 រៀលនិង 40,000 រៀលឯណោះដែលនេះជាបន្ទុកដ៏ធ្ងន់ធ្ងរជាពិសេសក្នុងបរិបទសេដ្ឋកិច្ចពេលបច្ចុប្បន្ននេះពួកគាត់បានលើកឡើងជាឧទាហរណ៍ប្រៀបធៀបថាថ្លៃទឹកស្អាតដែលប្រើប្រាស់រយៈពេល2ខែអស់ត្រឹម 12,000 រៀលទៅ 20,000 រៀលប៉ុណ្ណោះប៉ុន្តែថ្លៃសម្រាមបែរជាកើនឡើងយ៉ាងគំហុកអ្វីដែលធ្វើឲ្យពួកគាត់ងឿងឆ្ងល់នោះគឺថាកាលពីក្រុមហ៊ុនឯកជនគ្រប់គ្រងតម្លៃមានភាពសមរម្យហើយនៅពេលដែលរដ្ឋបាលក្រុងចូលគ្រប់គ្រងគួរតែមានតម្លៃធូរថ្លៃជាងមុនដោយគ្មានបន្ទុកបង់ពន្ធដោយក្រុមហ៊ុនឯកជននោះទេតែផ្ទុយទៅវិញតម្លៃបែរជាកើនឡើងទ្វេដងទៅវិញហេតុនេះប្រជាពលរដ្ឋយល់ថាខ្លួនគ្មានលទ្ធភាពក្នុងការបង់ប្រាក់នោះទេហើយបានស្នើឲ្យរដ្ឋបាលក្រុងពិចារណានិងរក្សាតម្លៃចាស់ដដែលសូមជំនុំពរទៅខាងយើងក្រុមហ៊ុនយកចម្រាំណាឥឡូវពីមុនមកយកតម្លៃទាបជាងហ្នឹងដល់ពេលមកឥឡូវតម្លៃខ្ពស់ពេកខ្ញុំទទួលយកបានអញ្ចឹងខ្ញុំសូមជំនុំពរឲ្យយកដូចដើមទៅដូចពីមុនទៅណាបាទមកឥឡូវចំណូលរកមិនសូវបានមកបើចម្រាមលេង3ថ្ងៃមិនទាន់មានចម្រាមឲ្យម្ដងផងហើយដល់ពេលយកខ្ញុំម្លឹងងាប់ហើយទុកផ្សេងជាប់ព្រោះអីចំណូលមិនសូវមានផងបែកចែកគ្រប់សពតម្រាំបានមួយមុខហ្នឹងមិនងាយទេសម្ពោដូចហើយសម្រាមមួយខែអញ្ចឹងមកណាហើយផ្ទះគេអស់តែ 8,000 ទេផ្ទះខ្ញុំយកដល់ 20,000 ហើយខ្ញុំលក់ចាប់ហួយបន្តិចបន្តួចសោះហ្នឹងណាផ្ទះបងចាប់ហួយដែរមុខខ្ញុំហ្នឹងគាត់តែ 15,000 ទេបាទហើយខ្ញុំមិនដែរសួរគេទេអញ្ចឹងដល់ផ្ទះខ្ញុំ 20,000 លើសគេហើយអាគ្នាខ្ចីលុយគេទិញដីបានបន្តិចហ្នឹងចាប់ហួយហ្នឹងធនាគារផងអីផងហើយលក់អត់សូវដាច់ទៀតមកឲ្យមើលឥឡូវហើយដល់ពេលឥឡូវគាត់មកហុចกระดาษថ្មីឡើងដល់ 40,000 ទៀតណាអញ្ចឹងអា 20,000 ហ្នឹងផេបផុតហ្នឹងសឹងតែគ្មានលុយបង់ហងហើយបើទឹកផ្ទះខ្ញុំប្រើតែ 12,000 ឯមួយខែអូ2ខែបងអស់ 12,000 ទឹកណាបាទចា2ខែអស់តែ 12,000 ដល់សម្រាមគាត់យកដល់ 20,000 រាល់ខែហើយផ្ទះគេតែ 8,000 ជាប់គ្នាហ្មង 8,000 ចុះឥឡូវតម្លៃថ្មីវាឡើងដល់ប៉ុន្មានដល់តម្លៃថ្មីឥឡូវគាត់ទាដល់ 40,000 អញ្ចឹងអាទា 20,000 ខ្ញុំអត់នឹងមាត់ផងណាខ្ញុំអត់មាត់ជិលដល់ពេលអត់ដឹងថាផ្ទះគេយកប៉ុន្មានយើងអត់ដែរសួរផ្ទះគេផ្ទះបងមានអាជីវកម្មអីថាលក់ចាប់ហួយតែមិនតិចទេបងឯងមកមើលទៅមានសម្រាមមកពីណាអត់ទេខ្ញុំលក់ចាប់ហួយហ្នឹងមានសម្រាមចាប់ហួយមកពីណាកំប៉ុងស្រាកំប៉ុងអីសិតទុកលក់ទេបាទហើយអត់មានអីត្រូវបោះចោលទេបងតែគាត់មកហុចกระดาษយក 20,000 ខ្ញុំមិនដឹងតវ៉ាមួយគាត់ថាម៉េចមានតែឲ្យគេទីឥឡូវមិនត្រឹម 20,000 ឥឡូវហុចกระดาษយក 40,000 ទៀត 40,000 ខ្ញុំអត់មានលុយឲ្យទេខ្ញុំសុំឲ្យគាត់តម្លៃដូចគេដូចឯងអញ្ចឹងទៅគាត់យកផ្ទះគេចិត្តខាងប្រហែលឲ្យយកដូចគ្នាអញ្ចឹងណាបងគាត់បើកលក់ចាប់ហួយមែនតែមិនមានសម្រាមចាប់ហួយហ្នឹងទេអត់មានអ្នកមកហូបចុកអីហ្នឹងត្រូវបោះសម្រាមចោលទេរបស់ខ្ញុំតែតិចបន្តួចសម្រាមក្នុងផ្ទះបាយតិចតួចយកមកក្រៅទេហើយកូនមានតែ2អ្នកទៀតអត់សូវធ្វើម្ហូបផងអត់សូវប្រើទេបើទឹកផ្ទះខ្ញុំ2ខែ 12,000 លេងសម្រាមយកដល់ 20,000 ហើយ20,000 ឥឡូវហើយគ្នាខ្ចីតែលុយគេទិញផ្ទះហ្នឹងសឹងតែមិនបានបង់ធនាគារពិបាកចង់ងាប់ហើយមកយកសម្រាមលើសឃើញមុខរបរគ្នាប៉ុណ្ណឹងយកលើសថ្លៃទៀតដល់ពេលឥឡូវដល់ពេលរត់ឲ្យកระดาษភ្លើងឯកជនយក 20,000 ដល់រត់ហុចกระดาษភ្លើងអាกระดาษទឹកនេះអាกระดาษសម្រាមនេះហុចថ្មីហ្នឹងចូលរត់ហ្នឹងគាត់ទាដល់ 40,000 លើសឯកជនទៀតឥឡូវមានសំណុំពរថាកុំឲ្យយកថ្លៃពេកអញ្ចឹងណាបងណាជាជនអត់ទៅមានលទ្ធភាពទេឥឡូវមិនលក់បានដូចមុនទេបងអើយរកអត់ទៅបានណាគាត់យកពីដើមឡើយដំបូងមកតា 8,000 ទេបាទដល់តែពេលបានប្រហែលជាមួយឆ្នាំ
មួយឆ្នាំពីរឆ្នាំហ្នឹងបានគាត់សុំឡើង15000ចាដល់ពេលអញ្ចឹង15000ហ្នឹងគឺបង់មករហូតមក15000ហ្នឹងទៅមកឥឡូវខាងសាលាក្រុងកាត់យកមិនទេគាត់ថាគាត់ឈប់ហើយខាងសុនទ្រីលោកពូចាដល់អញ្ចឹងទៅខាងសាលាស្រុកហ្នឹងសាលាក្រុងហ្នឹងកាត់មកហ្នឹងគោម្សិលមួយថ្ងៃហ្នឹងដើរចែកបកាយប័ត្រហ្នឹងឡើងរហូតដល់32000ដល់ពេលហើយខ្ញុំថាមិនបានឡើងថ្លៃខ្លាំងម៉េចហើយដល់ពេលគាត់អ្នកដើរចែកហ្នឹងគាត់ថាគាត់មិនដឹងទេគាត់បានអ្នកដើរចែកចង់តវ៉ាអីតវ៉ាទៅខាងលើទៅចាខ្ញុំថាអញ្ចឹងខ្ញុំមិនអាចទទួលយកបានទេព្រោះអីលុយឥឡូវវាពិបាករកលោកពូចាហើយលក់ឥឡូវក៏អត់សូវដាច់ដែរមីងលក់អីដែរផ្ទះមីងលក់ចាប់ហួយហ្នឹងចាប់ហួយចាបាទតែពីមុន8000ឥឡូវឡើងដល់32000ចាហើយដែរគាត់ថាចង់តវ៉ាអីតវ៉ាខាងលើទៅខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែចែកកដាបាទចាខ្ញុំថាអត់អីទេចឹងចាំមើលភាសាគ្នាមើលព្រោះអីអត់មានណាទួលយកបានទេវាឡើងខ្លាំងពេកបាទចាមកឡើងត្រឹមទិញទួចអី4-5000អីទៅចេះអនុគ្រោះគ្នាទៅណាបាទតែមកឡើងអីឡើងគុណ2គុណ3គុណ4អីហើយទៅរកណាបានបងគ្រាន់សម្រាមមួយអាទិត្យអីមកយក2ដងអីអត់នឹងមានทั้งចាត់ច្រើនមកកូនថងខ្មៅហ្នឹងជួនកាលមកកូនបាវហ្នឹងមានអីមានតែថងផ្លាស្ទិកទិញទួចហ្នឹងបាទចាងប់ចូលហ្នឹងស្រាលផ្លើកហ្នឹងអត់មានសម្រាប់អីគួរអស្ចារ្យទេតែប៉ុណ្្នឹងចង់ស្នើសុំឲ្យយកតម្លៃដូចដើមអញ្ចឹងទៅណាឥឡូវប្រជាពលរដ្ឋកំពុងតែទឹកចូលចំអស់ដែរហ្នឹងព្រោះអត់សូវរកប្រាក់ចំណូលអត់សូវបានហើយដូចខ្លួនខ្ញុំអីបានសិទ្ធិពិការកូននោះគួរពិការទៀតរមបានគ្រាន់តែចាំខ្លួនទិញទួចហ្នឹងហើយដល់ពេលយកខ្លាំងពេកទៅខ្ញុំគិតមើលវូភ្លើងផងទឹកផងហើយមកសម្រាមទៀតចាវាប្រាក់ចំណូលឥឡូវវាយ៉ាប់ខ្លាំងហ្មងជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងក្រុម Telegram ព័ត៌មានគ្រប់គ្រងសម្រាមក្រុងតាខ្មៅដែលបង្កើតឡើងដោយរដ្ឋបាលក្រុងបានសរសេរបំភ្លឺថាវិក័យប័ត្រគំរូគឺសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានហើយប្រជាពលរដ្ឋអាចស្នើសុំកែប្រែបានចំពោះតម្លៃវិញពួកគាត់បានបញ្ជាក់ថាពេលអនុវត្តជាក់ស្ដែងមន្ត្រីនគរបាលមូលដ្ឋាននឹងចោះទៅសម្របសម្រួលនិងវិតម្លៃតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋមន្ត្រីទទួលបន្ទុកវិក័យប័ត្រសេវាដឹកជញ្ជូនសម្រាមក្រុងតាខ្មៅដែលសមមិនបញ្ចេញអត្តសញ្ញាណបានពន្យល់តាមទូរស័ព្ទថាការផ្លាស់ប្តូរសេវាប្រមូលសម្រាមពីរដ្ឋបាលក្រុងគឺធ្វើឡើងតាមការអនុញ្ញាតពីក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថានលោកបានបន្ថែមថាតម្លៃមិនមែនកំណត់តាមអំពើចិត្តនោះទេគឺផ្អែកលើតារាងជាក់ស្ដែងទៅតាមប្រភេទផ្ទះរួមមានផ្ទះធម្មតាផ្ទះជាន់ទី1ជាន់ទី2និងផ្ទះអាជីវកម្មផ្សេងៗដែលមានតម្លៃខុសៗគ្នាឧទាហរណ៍ផ្ទះធម្មតាតម្លៃ10000រៀលផ្ទះក្នុងបុរី12000រៀលនិងផ្ទះមានជាន់ទី1ឬទី2ត្រូវបង់បន្ថែម7000រៀលលោកបានបញ្ជាក់ថាថវិកាដែលបានមកពីថ្លៃសេវាសម្រាមនេះនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍក្នុងក្រុងនិងចំណាយទៅលើការសម្អាតទីសាធារណៈរួមទាំងការដោះស្រាយបញ្ហាសម្រាមអនាធិបតេយ្យទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋថាក្រុមហ៊ុនឯកជនយកធូរថ្លៃជាងលោកមិនអាចបកស្រាយបានទេដោយគ្រាន់តែអនុវត្តតាមតារាងតម្លៃប៉ុណ្ណោះចំណែកឯប្រតិកម្មរបស់ប្រជាពលរដ្ឋដែលស្នើសុំរក្សាតម្លៃចាស់នោះលោកបានបញ្ជាក់ថានេះជាទូនាទីរបស់ថ្នាក់ដឹកនាំលោកខំសំភារអភិបាលក្រុងតាខ្មៅបានឆ្លើយតបយ៉ាងខ្លីថាបញ្ហានេះកើតឡើងដោយសារតែការរៀបចំការងារថ្មីដូច្នេះក៏មានភាពចន្លោះប្រហោងលោកបានបន្តថាដោយសារលោកមានធុរៈនៅខេត្តឆ្ងាយមិនសូវមានសេវាលោកនឹងត្រឡប់ទៅវិញហើយតាក់ទងដើម្បីពន្យល់បន្ថែមឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61